Walk with God ដើរជាមួយព្រះ Subscribe មានគ្រាខ្លះក្នុងជីវិតដែលយើងមានអារម្មណ៍ថាបន្ទុកនៅលើស្មារបស់យើងស្ទើរតែធ្ងន់ពេកមិនអាចទ្រាំបានខ្យល់អាកាសក៏ហាក់ដូចជាពោពឹងទៅដោយការព្រួយបារម្ភហើយជើងមេឃនៅពីមុខមើលទៅមិនច្បាស់លាស់សោះប៉ុន្តែនៅកន្លែងណាមួយដ៏ជ្រៅនៅក្នុងខ្លួនអ្នកប្រាថ្នាចង់បានសេចក្តីសុខសាន្តមួយដែលមិនងាយបែកបាក់ដោយសារដំណឹងអាក្រក់និងសេចក្តីអំណរមួយដែលមិនរលាយបាត់ទៅនៅពេលដែលព្យុះបោកបោកមកដល់ព្រះគម្ពីរបានចែងអំពីសេចក្តីអំណរមួយដែលមិនជាប់ទាក់ទងនឹងការឡើងចុះនៃកាលៈទេសៈរបស់យើងឡើយគឺសេចក្តីអំណរមួយដែលមានឫទ្ធិគល់នៅក្នុងវត្តមានដ៏មាំមួនរបស់ព្រះជាម្ចាស់វាមិនមែនជាស្នាមញញឹមរាក់រាក់ដែលរលាយបាត់ទៅនៅពេលដែលបញ្ហាមកដល់នោះទេប៉ុន្តែជាខ្សែទឹកដ៏ថែមួយដែលហូរពេញក្នុងព្រលឹងរបស់អ្នកនាំអ្នកឆ្លងកាត់ទាំងសេចក្តីរីករាយនិងទឹកភ្នែកខ្ញុំធ្លាប់បានឃើញមនុស្សដែលបានឆ្លងកាត់កាលវេលានៃការឈឺចាប់ដែលមិនអាចនឹកស្មានដល់ប៉ុន្តែពួកគេនៅតែបញ្ចេញនូវអ្វីមួយដែលមិនអាចពន្យល់បានភាពរឹងមាំក៏ស្ងប់ស្ងាត់ពន្លឺនៅក្នុងផ្នែករបស់តួគេនិងសេចក្តីសង្ឃឹមដ៏សុភាពដែលគ្មានអ្វីអាចលួចបានឡើយនោះមិនមែនជាសំណាងទេវាក៏មិនមែនជាការបដិសេធការពិតដែរតែនោះគឺជាផលនៃចិត្តមួយដែលចាស់គ្រឹះយ៉ាងជ្រៅនៅក្នុងសេចក្តីសន្យារបស់ព្រះជាម្ចាស់សុភមង្គលពិតប្រាកដយ៉ងទៅតាមព្រះគម្ពីរគឺមិនមែនតាក់ទងនឹងអ្វីដែលបានកើតឡើងត្រឹមត្រូវនោះទេតែវាគឺតាក់ទងនឹងការដឹងថាទោះបីជាអ្វីទាំងអស់មានអារម្មណ៍ថាខកក៏ដោយក៏ព្រះハររបស់ព្រះជាម្ចាស់នៅតែត្រូវទប់អ្នកជាប់ជានិច្ចវាជាការធានាថាអ្នកត្រូវបានព្រះជាម្ចាស់ដែលត្រូវទ្រង់ចក្រវាលទាំងមូលទុកនៅនឹងកន្លែងទ្រង់បានឃើញស្រឡាញ់និងដឹកនាំអ្នកហើយនៅតែហៅអ្នកថាជាបុត្ររបស់ទ្រង់លោកីនឹងផ្ដល់ផ្លូវកាត់រាប់ពាន់ទៅរកសុភមង្គលលុយកាក់ភាពជោគជ័យភាពសុខស្រួលនិងការយល់ព្រមពីអ្នកដទៃប៉ុន្តែគ្មានអ្វីមួយក្នុងចំណោមនោះអាចនៅស្ថិតស្ថេរបានឡើយនៅពេលព្យុះនៃជីវិតមកដល់ព្រះជាម្ចាស់បានផ្ដល់អ្វីមួយដែលល្អជាងសេចក្តីអំណរដែលមិនអាចរង្គោះរង្គើបានសេចក្តីសុខសាន្តដែលហួសពីការយល់ដឹងហើយសេចក្តីសង្ឃឹមដែលមិនធ្វើឲ្យយើងខកបំណងឡើយថ្ងៃនេះយើងនឹងបើកព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយស្វែងយល់ពីរបៀបកាន់ជាប់សេចក្តីអំណរក្នុងគ្រប់កាលៈទេសៈទាំងអស់មិនត្រឹមតែនៅពេលដែលព្រះអាទិត្យរះប៉ុណ្ណោះទេតែនៅពេលដែលរាត្រីក៏វែងឆ្ងាយដែរហើយនៅពេលយើងចប់ខ្ញុំជឿថាអ្នកនឹងឃើញថាសុភមង្គលដែលព្រះជាម្ចាស់បានកំណត់អាចជារបស់អ្នកនៅពេលនេះមិនថាអ្នកនៅទីណាមិនថាអ្នកកំពុងប្រឈមមុខនឹងអ្វីនោះឡើយ1ត្រូវយល់ពីប្រភពពិតប្រាកដនៃសេចក្តីអំណរសុភមង្គលត្រូវបានច្រឡំជាញឹកញាប់ជាមួយសេចក្តីអំណរប៉ុន្តែទាំងពីរនេះមិនដូចគ្នាទេសុភមង្គលគឺជាប្រតិកម្មវាបានកើតឡើងនៅពេលអ្វីបានទៅតាមការចង់បានរបស់អ្នកហើយវាបាត់ទៅវិញនៅពេលដែលវាមិនបានដូចបំណងចំណែកឯសេចក្តីអំណរដែលព្រះគម្ពីរបានចែងនោះគឺមិនមែនជាប្រតិកម្មនោះទេវាជាជំរឿស្ថានភាពនៃការរស់នៅហើយសំខាន់ជាងនេះទៅទៀតគឺវាជាអំណោយមួយដែលកើតចេញពីវត្តមានរបស់ព្រះជាម្ចាស់ទំនុកដំកើងចំពោះ11ខ11ចែងថាទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញនៅចំពោះទ្រង់មានសេចក្តីអំណរដ៏ពោពេញនៅព្រះហស្ថស្ដាំទ្រង់មានសេចក្តីអរសប្បាយជាដរាបតទៅសូមចំណាំថាវាមិនបានចែងថាសេចក្តីអំណរត្រូវបានរើឃើញនៅក្នុងអាជីពរបស់អ្នកសុខភាពរបស់អ្នកទំនាក់ទំនងរបស់អ្នកឬគណនីធនាគាររបស់អ្នកនោះទេប៉ុន្តែវាបានចែងថាសេចក្តីអំណរត្រូវបានរើឃើញនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ទាំងស្រុងយ៉ាងពេញលេញនិងអស់កលជានិច្ចប្រសិនបើសេចក្តីអំណររបស់អ្នកពឹងផ្អែកលើស្ថានភាពរបស់អ្នកនឹងតែងតែដេញតាមវាហើយគ្មានថ្ងៃទប់តែងវាឡើយប៉ុន្តែប្រសិនបើសេចក្តីអំណររបស់អ្នកមានឫសគល់នៅក្នុងព្រះជាម្ចាស់ផ្ទាល់នោះវានឹងមិនអាចរង្គោះរង្គើបានឡើយព្រោះព្រះអង្គមិនប្រែប្រួលឡើយនៅពេលដែលអ្វីផ្សេងទៀតមានអារម្មណ៍ថាមិនច្បាស់លាស់ព្រះអង្គនៅតែដដែលតាំងពីម្សិលមិញថ្ងៃនេះនឹងអស់កលជានិច្ចសូមគិតអំពីប៉ុលនិងស៊ីឡាសនៅក្នុងកិច្ចការ16ពួកគេត្រូវបានគេវាយដំបោះចូលទៅក្នុងគុកហើយដាក់ច្រវាក់ប៉ុន្តែនៅពេលពះកណ្ដាលអាធ្រាត្រពួកគេបានជ្រើងទំនុកទំកាងថ្វាយព្រះជាម្ចាស់សេចក្តីអំណររបស់ពួកគេមិនបានមកពីកន្លែងដែលពួកគេនៅនោះទេប៉ុន្តែបានមកពីអ្នកដែលពួកគេនៅជាមួយពួកគេនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ទោះបីជានៅក្នុងបន្ទប់ឃុំឃាំងក៏ដោយហើយសេចក្តីអំណរនោះបានคล้ายជាទីបន្ទាល់ដ៏មានអំណាចដែលនាំឲ្យឆ្មាំងគុកនិងក្រុមគ្រួសាររបស់គាត់បានមកជឿព្រះ
យើងតែងតែស្វែងរកសេចក្តីអំណរនៅក្នុងការឆ្លើយតបរបស់ការអធិដ្ឋានប៉ុន្តែពេលខ្លះព្រះជាម្ចាស់ចង់ឲ្យយើងស្វែងរកសេចក្តីអំណរមុនពេលចម្លើយមកដល់នោះជាអត្ថកំបាំងនៃចិត្តមួយដែលមានគ្រឹះឋាននៅក្នុងព្រះអង្គវាពុំត្រូវការការលទ្ធិសល្អឥតខ្ចោះដើម្បីច្រៀងនោះទេវាគ្រាន់តែត្រូវការការធានាថាព្រះជាម្ចាស់នៅចិត្តហើយសេចក្តីស្រឡាញ់របស់ទ្រង់គឺថែជានិច្ចប្រសិនបើអ្នកចង់បានសេចក្តីអំណរដែលស្ថិតស្ថេរសូមចាប់ផ្ដើមដោយទៅកាន់ប្រភពដើមត្រូវឲ្យវត្តមានរបស់ទ្រង់ជាទីលំនៅរបស់អ្នកនិយាយជាមួយទ្រង់នៅក្នុងភាពស្ងប់នៅពេលព្រឹកថ្វាយបង្គំទ្រង់នៅពេលដែលគ្មាននរណាម្នាក់មើលអ្នកអានភ្លាបន្ទូលរបស់ទ្រង់មិនមែនគ្រាន់តែដើម្បីទទួលព័ត៌មាននោះទេប៉ុន្តែដើម្បីទំនាក់ទំនងជាមួយទ្រង់ព្រោះនៅពេលដែលអ្នករស់នៅជិតស្និទ្ធនឹងទ្រង់សេចក្តីអំណរនឹងមិនមែនជាអ្វីដែលអ្នកដេញតាមនោះទេតែវានឹងជាអ្វីដែលអ្នកកាន់តាមខ្លួនជានិច្ច2ជឿជាក់លើផែនការរបស់ព្រះជាម្ចាស់ទោះបីជានៅក្នុងអ្វីដែលមិនស្គាល់ក៏ដោយចៅដ៏ធំបំផុតមួយនៃសេចក្តីអំណរគឺភាពមិនច្បាស់លាស់យើងចូលចិត្តដឹងថាអ្វីនឹងមកដល់បន្ទាប់ដើម្បីមានផែនការដែលបានរៀបចំហើយជំហានត្រូវបានកំណត់យ៉ាងច្បាស់លាស់ប៉ុន្តែជីវិតកម្រិតនឹងដំណើរការតាមរបៀបនោះណាការពិតគឺថាយើងមិនមានការគ្រប់គ្រងទាំងស្រុងនោះទេហើយយើងទទួលយកការពិតនេះកាន់តែលឿននោះយើងកាន់តែអាចសម្រាកនៅក្នុងព្រះអង្គដែលមានអំណាចលើអ្វីទាំងអស់កាន់តែលឿនសុភាសិតចំពុក3ខ5ដល់6រំលឹកយើងថាចូលទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្តកុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចោះព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯងការជឿទុកចិត្តមិនមែនគ្រាន់តែជឿថាព្រះជាម្ចាស់មានព្រះជន្មរស់នៅនោះទេតែវាជាការជឿថាទ្រង់ដឹងអ្វីដែលល្អប្រសើរជាងអ្នកទោះបីជាអ្នកមិនយល់ពីអ្វីដែលទ្រង់កំពុងធ្វើក៏ដោយរឿងរបស់យូសេបគឺជាឧទាហរណ៍ដ៏ល្អមួយគាត់ត្រូវបានគេលួចទៅជាទាសករដោយបងប្អូនបងកើតរបស់គាត់ត្រូវបានគេចោទប្រកាន់មិនពិតហើយបោះចូលទៅក្នុងគុកយូសេបមានហេតុផលគ្រប់យ៉ាងដើម្បីមានចិត្តជូរចត់ប៉ុន្តែគាត់បានជឿជាក់ថាផែនការរបស់ព្រះជាម្ចាស់គឺធំជាងការឈឺចាប់ជាច្រើនឆ្នាំក្រោយមកគាត់បានឈរជាទី2នៅក្នុងប្រទេសអេស៊ីបដែលបានសង្គ្រោះជីវិតមនុស្សជាច្រើនរួមទាំងបងប្អូនដែលបានក្បត់ឃាត់ផងដែរនៅពេលអ្នកជឿជាក់លើផែនការរបស់ព្រះជាម្ចាស់អ្នកអាចមានសេចក្តីសុខសាន្តទោះបីជានៅក្នុងអ្វីដែលមិនស្គាល់ក៏ដោយវាមិនមានន័យថាអ្នកនឹងគ្មានសំណួរនោះទេតែវាមានន័យថាអ្នកនឹងមិនអនុញ្ញាតឲ្យសំណួរទាំងនោះលួចយកសេចក្តីអំណររបស់អ្នកនោះទេវាមានន័យថាអ្នកអាចនិយាយថាខ្ញុំមិនឃើញរូបភាពទាំងមូលនោះទេប៉ុន្តែខ្ញុំស្គាល់អ្នកគូររូបនោះខ្ញុំមិនស្គាល់ផ្លូវនៅពីមុខទេប៉ុន្តែខ្ញុំស្គាល់ព្រះអង្គដែលដើរជាមួយខ្ញុំប៉ូលបាននិយាយនៅក្នុងរ៉ូមជំពូក8ខ28ថាយើងដឹងថាគ្រប់ការទាំងអស់ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អដល់អស់អ្នកដែលស្រឡាញ់ព្រះគឺអស់អ្នកដែលព្រះអង្គត្រាស់ហៅស្របតាមគម្រោងការរបស់ព្រះអង្គអ្វីទាំងអស់មិនមែនគ្រាន់តែជារឿងល្អនោះទេការពន្យាពេលផ្លូវវាងនិងការខកចិត្តព្រះជាម្ចាស់បានត្បាញវាទាំងអស់ទៅក្នុងរឿងរ៉ាវការប្រុសលោះនិងគោលបំណងការជឿទុកចិត្តមិនមែនជាការអសកម្មនោះទេវាជាការសកម្មវាជាការជ្រើសរើសជារៀងរាល់ថ្ងៃដើម្បីដាក់សេចក្តីសង្ឃឹមរបស់អ្នកនៅក្នុងព្រះហស្ថរបស់ទ្រង់ហើយជឿថាទ្រង់គាំទ្រអ្នកមិនមែនប្រឆាំងអ្នកនោះទេហើយនេះគឺជាភាពស្រស់ស្អាតអ្នកជឿទុកចិត្តលើទ្រង់កាន់តែច្រើនចិត្តរបស់អ្នកក៏កាន់តែស្រាលព្រោះការជឿទុកចិត្តបានដកបន្ទុកនៃការគិតអ្វីគ្រប់យ៉ាងហើយជំនួសវាដោយសេចក្តីអំណរដែលការដឹងថាអ្នកនិពន្ធនៃជីវិតរបស់អ្នកកំពុងតែសរសេរអ្វីមួយដែលប្រសើរជាងអ្វីដែលអ្នកអាចស្រមៃបាន3បណ្ដុះចិត្តដ៏សែនដឹងគុណក្នុងគ្រប់វេលាកាលទាំងអស់ការដឹងគុណគឺជាកម្លាំងដ៏មានឥទ្ធិពលបំផុតមួយដែលព្រះជាម្ចាស់បានប្រទានដល់យើងដើម្បីការពារសេចក្តីអំណររបស់យើងនៅពេលដែលជីវិតលំបាកទំនោរធម្មជាតិរបស់យើងគឺផ្ដោតលើអ្វីដែលបាត់បង់អ្វីដែលខូចឬអ្វីដែលបានកើតឡើងខុសប៉ុន្តែព្រះគម្ពីរបានប្រាប់យើងឲ្យធ្វើអ្វីមួយខុសគ្នាទាំងស្រុងនៅក្នុងថេសាឡូនីកទី1ជំពូក5ខ18ចូលអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ពីព្រោះនេះជា
ជាព្រះハរតីរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវសូមចំណាំថាវាពុំបានចែងថាត្រូវដឹងគុណចំពោះកាលៈទេសៈទាំងអស់នោះទេប៉ុន្តែត្រូវដឹងគុណនៅក្នុងកាលៈទេសៈទាំងអស់វិញការដឹងគុណបានផ្លាស់ប្ដូរទស្សនៈរបស់យើងវាមិនបដិសេធការឈឺចាប់ទេប៉ុន្តែវាជ្រើសរើសដើម្បីមើលពរជ័យដែលនៅសេសសល់វាមានភាពងាយស្រួលក្នុងការដឹងគុណនៅពេលដែលការអធិដ្ឋានត្រូវបានឆ្លើយហើយព្រះអាទិត្យកំពុងរះការប្រកួតប្រជែងនឹងអភូតហេតុកើតឡើងនៅពេលដែលយើងអាចនិយាយថាអរព្រះគុណព្រះអង្គទោះបីជាយើងកំពុងដើរឆ្លងកាត់ជ្រលងភ្នំក៏ដោយប្រជាជនអ៊ីស្រាអែលតែងតែភ្លេចរឿងនេះព្រះជាម្ចាស់បាននាំពួកគេចេញពីប្រទេសអេស៊ីបបានបំបែកសមុទ្រក្រហមចិញ្ចឹមពួកគេដោយនំម៉ាណាពីឋានសួគ៌ប៉ុន្តែពួកគេនៅតែរអ៊ូរតាមអំពីអ្វីដែលពួកគេមិនមានការខ្វះខាតការដឹងគុណរបស់ពួកគេបានធ្វើឲ្យពួកគេងងឹតភ្នែកចំពោះអភូតហេតុប្រចាំថ្ងៃដែលព្រះជាម្ចាស់កំពុងធ្វើនៅក្នុងជីវិតរបស់ពួកគេនៅពេលយើងផ្ដោតលើអ្វីដែលយើងខ្វះយើងបានប្លង់ខ្លួនឯងពីសេចក្តីអំណរដែលត្រូវបានរកឃើញនៅក្នុងអ្វីដែលយើងមានរួចទៅហើយការដឹងគុណក៏បានពង្រឹងជំនឿផងដែររាល់ពេលដែលអ្នកអរព្រះគុណព្រះជាម្ចាស់ចំពោះអ្វីមួយដែលទ្រង់បានធ្វើអ្នករំលឹកដល់ព្រលឹងរបស់អ្នកថាទ្រង់ជាព្រះដ៏ស្មោះត្រង់ការចងចាំនេះបានផ្ដល់កម្លាំងចិត្តដល់ការជឿទុកចិត្តសម្រាប់អនាគតនោះហើយជាមូលហេតុនោះដែលដាវីតអាចប្រឈមមុខនឹងកូលីអាតដោយភាពក្លាហានគាត់បានចងចាំព្រះជាម្ចាស់ដែលបានជួយគាត់យកឈ្នះសត្វតោនិងខ្លាឃ្មុំការអនុវត្តសាមញ្ញមួយអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានចាប់ផ្ដើមនឹងបំពេញរាល់ថ្ងៃដោយដាក់ឈ្មោះ3យ៉ាងដែលអ្នកដឹងគុណថ្ងៃខ្លះរឿងទាំងនោះអាចជារឿងធំៗដូចជារបស់កំហើញមួយការព្យាបាលឬទំនាក់ទំនងដែលបានស្ដារឡើងវិញថ្ងៃផ្សេងទៀតពួកវាអាចជារឿងតូចតាចដូចជាថ្ងៃរើសពាក្យល្អមួយម៉ាត់ឬអាហារនៅលើតុប៉ុន្តែយូរទៅទំនាក់នេះចំណាយពេលវេលាផ្លាស់ប្ដូរចិត្តរបស់អ្នកឲ្យរកមើលព្រះហស្ថរបស់ព្រះជាម្ចាស់ក្នុងគ្រប់ពេលវេលានៅពេលអ្នករស់នៅដោយការដឹងគុណអ្នកចាប់ផ្ដើមមើលឃើញសេចក្តីអំណរមិនមែនជារឿងកំណរនោះទេប៉ុន្តែជារឿងដែលអាចរកបានជានិច្ចព្រោះទោះបីជានៅក្នុងភពក៏ដោយក៏តែងតែមានអ្វីមួយដែលត្រូវអរព្រះគុណព្រះជាម្ចាស់ដែរហើយការដឹងគុណនោះបានក្លាយជាទ្វារទៅកាន់សេចក្តីសុខសាន្ត 4. រកភាពខ្លាំងនៅក្នុងសហគមន៍និងការចូលរួមព្រះជាម្ចាស់មិនដែលមានបំណងឲ្យអ្នកទទួលបន្ទុកជីវិតតែម្នាក់ឯងនោះទេតាំងពីដើមដំបូងទ្រង់បានមានបន្ទូលថាក្នុងគម្ពីរលោកាបត្តិមិនល្អទេបើបរិសុទ្ធនោះនៅម្នាក់ឯងយើងត្រូវបានបង្កើតឡើងដើម្បីទំនាក់ទំនងមិនមែនគ្រាន់តែជាមិត្តភាពធម្មតានោះទេប៉ុន្តែជាទំនាក់ទំនងដ៏ជ្រៅជ្រះដែលបានពង្រឹងយើងនៅក្នុងពេលដែលយើងទន់ខ្សោយហើយរីករាយជាមួយយើងនៅក្នុងពេលដែលមានជ័យជំនះសាស្តាចំពុក4ខ9ខ10ចែងថាមាន2នាក់វិសេសជាងនៅតែឯងព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួនដបិតបើដួលម្នាក់ជ្រុងគ្នាឡើងវិញតែវល់ហើយអ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯងឥតមានគ្នាជួយជ្រុងឡើងសហគមន៍ដែលគួរឲ្យគោរពមិនមែនគ្រាន់តែជាការលួងលោមប៉ុណ្ណោះទេតែវាជាខ្សែជីវិតនៅពេលយើងនៅដាច់ដោយឡែកពីគ្នាបន្ទុករបស់យើងមានអារម្មណ៍ធ្ងន់ជាងមុនការភ័យខ្លាចរបស់យើងកាន់តែខ្លាំងហើយជំនឿរបស់យើងអាចនឹងចុះខ្សោយប៉ុន្តែនៅពេលយើងបើកចិត្តទៅកាន់អ្នកដទៃយើងបានចែករំលែកបន្ទុកហើយសេចក្តីអំណរមានកន្លែងសម្រាប់ដកដង្ហើមសូមគិតអំពីក្រុមជំនុំសម័យដើមនៅក្នុងកិច្ចការពីលពួកគេបានជួបជុំគ្នាជារៀងរាល់ថ្ងៃចែករំលែកអ្វីទាំងអស់បានបំបែកនំប៉័ងជាមួយគ្នាហើយបានសរសើរតំការព្រះជាម្ចាស់ជាគ្រួសារតែមួយជាលទ្ធផលពួកគេពោរពេញទៅដោយភាពរីករាយសត្រូវចូលចិត្តបំបែកព្រោះវាដឹងថាការនៅដាច់ដោយឡែកធ្វើឲ្យយើងងាយរងគ្រោះប៉ុន្តែសហគមន៍នាំមកនូវការការពារនៅក្នុងរង្វង់ការចូលរួមនេះអ្នកនឹងរកឃើញមនុស្សដែលនឹងអធិស្ឋានសម្រាប់អ្នកនៅពេលអ្នកអស់កម្លាំងពេកមិនអាចអធិស្ឋានសម្រាប់ខ្លួនឯងបានលើកទឹកចិត្តអ្នកនៅពេលដែលសេចក្តីសង្ឃឹមរបស់អ្នកចុះខ្សោយហើយអាប់អរជាមួយអ្នកនៅពេលដែលព្រះជាម្ចាស់ឆ្លើយតប
ប្រសិនបើអ្នកមានអារម្មណ៍ឯកាសួរបោះចំហៀនឈ្មោះទៅរកការភ្ជាប់តំណែងចូលរួមនៅការសិក្សាព្រះគម្ពីរបម្រើនៅក្នុងក្រុមជំនុំរបស់អ្នកឬគ្រាន់តែអញ្ជើញនរណាម្នាក់ឲ្យមកផឹកកាហ្វេសេចក្តីអំណរច្រើនតែកើតនៅក្នុងដីដែលបានចែករំលែកពេលខ្លះការលើកទឹកចិត្តដែលអ្នកត្រូវការនឹងបានមកតាមរយៈសំឡេងរបស់បងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទដែលមិនបដ ឲ្យអ្នកដើរតែម្នាក់ឯងនោះទេនៅពេលអ្នករស់នៅក្នុងសហគមន៍សេចក្តីអំណររបស់អ្នកកើនឡើងព្រោះរាល់បន្ទុកដែលអ្នកបានទទួលត្រូវបានចែករំលែកហើយរាល់ពរជ័យដែលអ្នកទទួលបានคล้ายជាហេតុផលសម្រាប់មនុស្សគ្រប់គ្នាដើម្បីត្រេកអរជាមួយគ្នា5ផ្ដោតលើសេចក្តីសន្យាអស់កលជានិច្ចមិនមែនលើបញ្ហាដែលកើតឡើងមួយរយៈខ្លីនោះទេជីវិតពោពេញទៅដោយភៀវភ្លៀនដែលកើតឡើងមួយរយៈខ្លីវិក័យបិទដែលមិនបានរំពឹងទុកភាពភ័យខ្លាចចំពោះសុខភាពទំនាក់ទំនងដែលបែកបាក់និងការអធិដ្ឋានដែលមិនត្រូវបានឆ្លើយតបការប្រកួតប្រជែងទាំងនេះអាចគ្រប់គ្រងគំនិតរបស់យើងបានយ៉ាងងាយប្រសិនបើយើងអនុញ្ញាតឲ្យវាកើតឡើងប៉ុន្តែព្រះគម្ពីររំលឹកយើងនៅក្នុងកូរិនធូសទី2ចំពុក4ខ17-18ថាពីព្រោះសេចក្តីវេទនាស្រាលៗដែលមានមួយផ្លែតនោះនឹងធ្វើឲ្យយើងមានសេរីល្អដ៏លើសលប់និងស្ថិតស្ថេរនៅអស់កលជានិច្ចដូច្នេះយើងមិនបានគិតដល់របស់ដែលមើលឃើញទេគឺគិតដល់របស់ដែលមើលមិនឃើញវិញព្រោះរបស់ដែលមើលឃើញនោះស្ថិតនៅមួយគ្រាទេតែរបស់ដែលមើលមិនឃើញនោះស្ថិតនៅអស់កលជានិច្ចនៅពេលដែលយើងផ្ដោតទៅលើអ្វីដែលកំពុងកើតឡើងនៅទីនេះនិងឥឡូវនេះវាមានភាពងាយស្រួលក្នុងការមានអារម្មណ៍ថាលើសលប់ប៉ុន្តែនៅពេលដែលយើងលើកផ្នែករបស់យើងទៅកាន់សេចក្តីសន្យាដ៏អស់កលរបស់ព្រះជាម្ចាស់អ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរបញ្ហាដែលហាក់ដូចជាមិនអាចទៅរួចចាប់ផ្ដើមមានអារម្មណ៍ថាកាន់តែតូចនៅពេលដែលវាទើបបានវត្តនឹងភាពអស់កលជានិច្ចព្រះយេស៊ូវបានបង្ហាញទស្សនៈនេះយ៉ាងល្អឥតខ្ចោះហេព្រើរជំពូក12ខ2ចែងថាទាំងសម្លឹងមើលព្រះយេស៊ូវដែលជាអ្នកចាប់ផ្ដើមនិងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខខណ្ឌទ្រង់បានស៊ូត្រាំនៅលើឈើឆ្កាងដោយមិនគិតពីសេចក្តីអាម៉ាស់ឡើយដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គហើយព្រះអង្គក៏គង់ខាងស្ដាំបល្ល័ង្កនៃព្រះឈើឆ្កាងគឺជារឿងដ៏គួរឲ្យខ្លាចប៉ុន្តែព្រះយេស៊ូវបានទ្រាំទ្រាវាព្រោះទ្រង់បានឃើញលើសពីវាទ្រង់បានឃើញការរស់ឡើងវិញការប្រោសលោះរបស់មនុស្សជាតិនិងនគរដ៏អស្ចារ្យជានិច្ចនេះមិនមែនន័យថាយើងត្រូវប្រងើយកន្តើយចំពោះបញ្ហារបស់យើងនោះទេតែវាមានន័យថាយើងមិនត្រូវបណ្ដោយឲ្យបញ្ហាទាំងនោះកំណត់អត្តសញ្ញាណយើងនោះទេវាមានន័យថានៅពេលដែលការសាកល្បងមកដល់យើងអាចនិយាយថានេះមិនមែនជាទីបញ្ចប់នៃរឿងរ៉ាវរបស់ខ្ញុំនោះទេការតស៊ូបញ្ចបន្ធរបស់អ្នកគ្រាន់តែជាចម្ពោះមួយប៉ុណ្ណោះមិនមែនជាសៀវភៅទាំងមូលនោះទេមធ្យោបាយមួយដើម្បីចាក់គ្រឹះខ្លួនឯងក្នុងសេចក្តីសន្យាដ៏អស្ចារ្យជានិច្ចគឺការទន្ទិញខគម្ពីរអំពីអនាគតរបស់ព្រះជាម្ចាស់សម្រាប់អ្នកខគម្ពីរដូចជាវិវរណៈជំពូក21ខ4ព្រះអង្គនឹងជូតឲ្យស្ទៀងទឹកភ្នែកចេញពីភ្នែករបស់គេសេចក្តីស្លាប់នឹងឡើងមានទៀតហើយការកាន់ទុក្ខការយំសោកឬការឈឺចាប់ក៏នឹងឡើងមានទៀតដែរដោយព្រោះអ្វីពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយឬយ៉ូហានជំពូក14ខ23ព្រះយេស៊ូវមានប្រាប់បន្ទូលឆ្លើយថាបើអ្នកណាស្រឡាញ់ខ្ញុំអ្នកនោះនឹងកាន់តាមពាក្យខ្ញុំព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះហើយយើងនឹងមករកអ្នកនោះក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរនៅពេលដែលការផ្ដោតអារម្មណ៍របស់អ្នកផ្លាស់ប្ដូរទៅរកភាពអស្ចារ្យជានិច្ចសេចក្តីអំណររបស់អ្នកឡើងស្ថិតនៅក្រោមសេចក្តីមេត្តាករុណានៃកាលៈទេសៈរបស់អ្នកទៀតហើយអ្នកអាចប្រឈមមុខនឹងបញ្ហាថ្ងៃនេះដោយទុកចិត្តដោយដឹងថាព្រះជាម្ចាស់កំពុងដឹកនាំអ្នកឆ្ពោះទៅរកសេចក្តីអំណរដ៏អស្ចារ្យជានិច្ចដែលគ្មាននរណាម្នាក់អាចយកទៅបានឡើយ6បំរើអ្នកដទៃជាផ្លូវទៅរកសេចក្តីអំណរការពិតដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយនៃព្រះគម្ពីរគឺថាសេចក្តីអំណរច្រើនតែកើតឡើងនៅពេលយើងដកភ្នែកចេញពីខ្លួនយើងកិច្ចការជំពូក20ខ35រំលឹកយើងពីព្រះបន្ទូលរបស់ព្រះយេស៊ូវថាក្នុងគ្រប់កិច្ចការទាំងអស់ខ្ញុំតែងតែបង្ហាញអ្នករាល់គ្នាថាត្រូវតែធ្វើការនឿយហត់បែបនេះឯងដើម្បីជួយអ្នកទន់ខ្សោយហើយត្រូវនឹកចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវដែលទ្រង់មានព្រះបន្ទូលថាដែលឲ្យនោះបានពរជាងទទួលនេះមិនមែនគ្រាន់តែទាក់ទងនឹងការឲ្យសម្ភារៈប៉ុណ្ណោះទេតែវាគឺទាក់ទងនឹងការឲ្យពេលវេលាការលើកទឹកចិត្តវត្តមានរបស់អ្នកនិងសេចក្តីស្រឡាញ់របស់អ្នកនៅពេលដែលជីវិតមានអារម្មណ៍ធ្ងន់ទំនោរធម្មជាតិរបស់យើងគឺងាកទៅខាងក្នុងដើម្បីផ្ដោតលើតម្រូវការរបស់យើងផ្ទាល់ប៉ុន្តែការបម្រើអ្នកដទៃមានវិធីលើកបន្ទុកចេញពីចិត្តរបស់យើងវាបានរំលឹកយើងថាព្រះជាម្ចាស់អាចប្រើប្រាស់យើងបានទោះបីជានៅក្នុងភាពទន់ខ្សោយរបស់យើងក៏ដោយដើម្បីជាពរ
อใจให้នៅក្នុងដំណើរការនេះប្រលឹងរបស់យើងក៏ត្រូវបានរស់ឡើងវិញដែរសូមគិតអំពីព្រះយេស៊ូវនៅយប់មុនពេលទ្រង់ត្រូវគេឆ្កាងទ្រង់បានដឹងថាអ្វីកំពុងរងចាំទ្រង់ការក្បត់ការឈឺចាប់និងសេចក្តីស្លាប់ប៉ុន្តែទ្រង់បានជ្រើសរើសលុតជង្គង់ហើយលាងជើងពួកសិស្សរបស់ទ្រង់ទង្វើដ៏រាបទាបនោះមិនមែនគ្រាន់តែជាគំរូសម្រាប់ពួកគេនោះទេតែវាជាការប្រកាសថាសេចក្តីអំណរនិងសេចក្តីស្រឡាញ់ត្រូវបានរកឃើញនៅក្នុងការឲ្យខ្លួនឯងទៅការបម្រើអ្នកដទៃតម្រឹមចិត្តរបស់យើងជាមួយព្រះハរតីរបស់ព្រះជាម្ចាស់វាបានផ្លាស់ប្ដូរការផ្ដោតអារម្មណ៍របស់យើងពីអ្វីដែលយើងខ្វះទៅជាអ្វីដែលយើងអាចចែករំលែកបានវាអាចសាមញ្ញដូចជាការផ្ញើសារលើកទឹកចិត្តជួយអ្នកជិតខាងឬស្ដាប់អ្នកដែលមានអារម្មណ៍ថាគ្មាននរណាមើលឃើញនោះទេទង្វើដ៏តូចៗទាំងនេះមានទម្ងន់អស់កុលជានិច្ចក៏មានផលវិជ្ជមានដ៏ស្រស់ស្អាតមួយផងដែរនៅពេលអ្នកបម្រើសេចក្តីអំណរកើនឡើងអ្នកដែលអ្នកបានប្រទានពរដល់ខួតមានអារម្មណ៍ថាត្រូវបានលើកទឹកចិត្តហើយចិត្តរបស់អ្នកផ្ទាល់ក៏ហើមឡើងដោយការពេញចិត្តរបស់ការដឹងថាអ្នកបានឆ្លោះប្រចាំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នោះហើយជាមូលហេតុដែលការបម្រើមិនមែនគ្រាន់តែជាការតាប់កិច្ចនោះទេប៉ុន្តែជាផ្លូវទៅកាន់សេចក្តីអំណរដ៏ជ្រាលជ្រៅនិងស្ថិតស្ថេរប្រសិនបើអ្នកកំពុងតស៊ូដើម្បីស្វែងរកសុភមង្គលនៅពេលនេះសូមទូលសូមព្រះជាម្ចាស់ឲ្យបង្ហាញអ្នកពីអ្នកណាម្នាក់ដែលអ្នកអាចប្រទានពរដល់គាត់នៅថ្ងៃនេះអ្នកអាចនឹងរកឃើញថានៅក្នុងការឲ្យសេចក្តីអំណរទៅអ្នកនឹងទទួលវាយ៉ាងបរិបូរណ៍វិញ7ផ្ដោតគំនិតរបស់អ្នកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ចិត្តរបស់អ្នកជាសមរភូមិមួយដែលសេចក្តីអំណរត្រូវបានការពារឬត្រូវគេលួចយកទៅអ្វីដែលអ្នកគិតជារឿយៗបានកំណត់អារម្មណ៍របស់អ្នកទស្សនៈរបស់អ្នកនិងសូម្បីតែជំនឿរបស់អ្នកនោះហើយជាមូលហេតុដែលព្រះគម្ពីរបានជំរុញយើងនៅក្នុងភីលីបជំពូក4ខ8ថាជាទីបញ្ចប់បងប្អូនអើយឯសេចក្តីណាដែលពិតសេចក្តីណាដែលគួររាប់អានសេចក្តីណាដែលសុចរិតសេចក្តីណាដែលបរិសុទ្ធសេចក្តីណាដែលគួរស្រឡាញ់សេចក្តីណាដែលមានឈ្មោះល្អប្រសិនបើមានសគុណនិងសេចក្តីសរសើរណាចូលពិចារណាពីសេចក្តីនោះចុះប្រសិនបើគំនិតរបស់អ្នកត្រូវបានស៊ីដោយការភ័យខ្លាចការប្រៀបធៀបឬអវិជ្ជមានជានិច្ចសេចក្តីអំណរនឹងរអិលចេញពីដៃរបស់អ្នកប៉ុន្តែនៅពេលដែលគំនិតរបស់អ្នកមានគ្រឹះនៅក្នុងសេចក្តីពិតរបស់ព្រះជាម្ចាស់អ្នកកាន់ខែលដែលការពារចិត្តរបស់អ្នកទោះបីជានៅក្នុងរដូវកាលដ៏លំបាកបំផុតក៏ដោយទំនុកដំកើងជំពូក119ខ105ចែងថាព្រះបន្ទូលរបស់ព្រះអង្គជាចង្គៀងដល់ជើងទូលបង្គំហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំព្រះបន្ទូលមិនត្រឹមតែដឹកនាំជំហានរបស់អ្នកនោះទេតែវាក៏បំភ្លឺទស្សនៈរបស់អ្នកផងដែរសូមគិតពីរបៀបដែលព្រះយេស៊ូវបានឆ្លើយតបនឹងការលំបាកនៃទីរហោឋាននៅក្នុងម៉ាថាយ4រាល់ការវាយប្រហារឈានសត្រូវបានតបតដោយពាក្យថាមានចែងទុកមកថាទ្រង់មិនបានចូលរួមនៅការជជែកវែកញែកផ្លូវអារម្មណ៍ជាមួយអារក្សនោះទេទ្រង់បានឈរយ៉ាងមាំមួនលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រសិនបើព្រះបុត្រានៃព្រះពឹងផ្អែកលើព្រះគម្ពីរដើម្បីឈរយ៉ាងរឹងមាំតើយើងត្រូវការវាប៉ុណ្ណាទៀតដើម្បីរក្សាសេចក្តីអំណរការពិតគឺថាអ្នកមិនអាចគ្រប់គ្រងអ្វីដែលគំនិតរបស់អ្នកបានចូលមកជានិច្ចនោះទេប៉ុន្តែអ្នកអាចសម្រេចចិត្តថាតើអ្នកនឹងកំសាន្តនឹងរឿងអ្វីការបំពេញចិត្តរបស់អ្នកដោយព្រះគម្ពីរបានផ្ដល់ឲ្យអ្នកនៅខ្លាំងនៃសេចក្តីសន្យាដើម្បីទាញយកនៅពេលដែលការសាកល្បងមកដល់ជំនួសឲ្យការបណ្ដោយឲ្យចិត្តរបស់អ្នកធ្លាក់ចូលទៅក្នុងភាពភ័យខ្លាចអ្នកអាចរំលឹកខ្លួនឯងថាទំនុកដំកើងជំពូក46ខ1ព្រះជាម្ចាស់ជាទីច្រកកោននិងជាកម្លាំងរបស់ខ្ញុំជាជំនួយដែលតែងតែមាននៅក្នុងពេលមានទុក្ខធ្វើឲ្យវាជាទម្លាប់ប្រចាំថ្ងៃដើម្បីចំណាយពេលនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនគ្រាន់តែអានវាលឿននោះទេប៉ុន្តែត្រូវឲ្យវាជ្រាបចូលទៅក្នុងព្រលឹមរបស់អ្នកសមាធិលើវាអធិស្ឋានវាទៅកាន់ព្រះជាម្ចាស់និយាយវាទៅកាន់ជីវិតរបស់អ្នកនៅពេលអ្នកធ្វើដូច្នេះអ្នកនឹងឃើញថាចិត្តរបស់អ្នកคล้ายជាសួនច្បារដែលសេចក្តីអំណរមានឫសគល់ហើយរីចម្រើនមិនថាមានអ្វីកើតឡើងនៅជុំវិញអ្នកនោះទេសេចក្តីសន្និដ្ឋានសេចក្តីអំណរដែលមិនអាចរង្គោះរង្គើបានក្នុងគ្រប់រដូវកាលប្រភេទនៃសុភមង្គលដែលព្រះគម្ពីរបានផ្ដល់ជូនគឺមិនផុយស្រួយនោះទេហើយវាក៏មិនពឹងផ្អែកលើអាកាសធាតុនៃកាលៈទេសៈរបស់អ្នកដែរ
វាជាសេចក្តីអំណរដ៏ជ្រៅជ្រះនិងថែដែលហូរចេញពីការស្គាល់ថាព្រះជាម្ចាស់ជានរណាជឿទុកចិត្តលើផែនការរបស់ទ្រង់ដឹងគុណក្នុងគ្រប់អ្វីៗទាំងអស់ដើរនៅក្នុងការរួមរស់ជាមួយគ្នារក្សាភ្នែករបស់យើងលើភាពអស្ចារ្យជានិច្ចបម្រើអ្នកដទៃនិងកាន់ខ្ជាប់នៅព្រះបន្ទូលរបស់ទ្រង់សេចក្តីអំណរនេះមិនបដិសេធការឈឺចាប់នោះទេវាបានផ្លាស់ប្ដូរវាមិនធ្វើពុតជាព្យុះមិនមាននោះទេតែវាផ្ដល់ឲ្យអ្នកនៅសេចក្តីសុខសាន្តនៅកណ្ដាលព្យុះវាមិនមែនតាក់ទងនឹងការធ្វើមុខក្លាហាននោះទេតែវាតាក់ទងនឹងការមានចិត្តមួយដែលមានគ្រឹះយ៉ាងជ្រៅនៅក្នុងព្រះជាម្ចាស់ដែលគ្មានអ្វីអាចដកវាចេញបានឡើយរ៉ូមជំពូក15ខ13ចែងថាសូមព្រះជាម្ចាស់នៃសេចក្តីសង្ឃឹមបំពេញអ្នករាល់គ្នាឲ្យបានពេញដោយសេចក្តីអំណរនិងសេចក្តីសុខសាន្តដោយសារការជឿទុកចិត្តដើម្បីឲ្យអ្នករាល់គ្នាបានមានសេចក្តីសង្ឃឹមយ៉ាងបរិបូរណ៍ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធនោះជាព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់អ្នកមិនមែនត្រឹមតែការរស់រានមានជីវិតនោះទេប៉ុន្តែជាភាពបរិបូរណ៍ថ្ងៃនេះមិនថាអ្នកនៅកន្លែងណានោះទេនៅលើកំពូលភ្នំឬក្នុងជ្រលងភ្នំសេចក្តីអំណររបស់ទ្រង់គឺអាចរកបានសម្រាប់អ្នកមិនមែនមកពីជីវិតរបស់អ្នកល្អឥតខ្ចោះនោះទេប៉ុន្តែដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់គឺថែជានិច្ចសូមឲ្យសេចក្តីពិតនោះជ្រាបចូលទៅក្នុងខ្លួនរបស់អ្នកហើយអ្នកនឹងរកឃើញថាសុភមង្គលក្នុងគ្រប់កាលៈទេសៈទាំងអស់មិនត្រឹមតែអាចធ្វើទៅបាននោះទេតែវាជាសិទ្ធិកំណើតរបស់អ្នកក្នុងនាមជាបុត្ររបស់ព្រះជាម្ចាស់ប្រសិនបើអ្នកពេញចិត្តនឹងសារនេះសូមចែករំលែកវាជាមួយមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់អ្នកហើយសូមចុច Subscribe Channel របស់ខ្ញុំសូមព្រះប្រទានពរហើយជួបគ្នានៅក្នុងវីដេអូបន្ទាប់